ជំងឺមិនឆ្លងមានដូចជាទឹកនោមផ្អែមលឹស្កកាពះពោះវៀនអារ៉ាំរ៉ៃជុះមិនចេញភើជូភើចុកឆ្អល់ជាដើមលាក់នឹងលាក់ជំងឺខ្លាញ់ក្នុងសរសៃឈាមខ្លាញ់រំបេះដូងខ្លាញ់រំថ្លើមលើសសម្ពាធឈាមលើសឈាមកាពះពោះវៀនឬដូងបាតខ្សោយអរម៉ូនភេទខ្សោយផ្លូវភេទមិនរឹងជំងឺរលាកតម្រងនោមជំងឺដុំសាច់ដុំគីជាដើមលាក់នឹងលាក់ពាក់ព័ន្ធជាមួយនឹងកោសិកាបងប្អូនឮពាក្យថារលាកឬពាក្យថាដំបៅឬពាក្យថាដុំសាច់ទេបងប្អូនឲ្យតែជំងឺអស់ហ្នឹងវាពាក់ព័ន្ធជាមួយនឹងជំងឺមិនឆ្លងដែលវាកើតឡើងដោយសារតែកត្តាអ្វីកត្តាចំណីអាហារកត្តាបរិយាកាសខ្យល់ពុលវិទ្យុសកម្មជាដើមលាក់នឹងលាក់ដែលវាធ្វើឲ្យកោសិការបស់យើងមានបញ្ហាដូចជារលាកមានដំបៅឬក៏ខូចខាតជាដើមបញ្ហាទាំងអស់នេះខ្ញីខ្មៅ VO4 ជាមួយនឹង V កាហ្វេខ្ញីខ្មៅអាចជួយសម្រួលអាចជួយដោះស្រាយទៅលើបញ្ហានឹងបានមួយផ្នែកដូច្នេះប្រសិនបើបងប្អូនកំពុងតែមានបញ្ហាទាំងអស់ហ្នឹងឬក៏ចង់ការពារថែបំពន់ទុកជាមុនបងប្អូនអាចញ៉ាំដើម្បីថែទាំថែបំពន់សុខភាពទុកជាមុនក៏បានឬក៏ញ៉ាំដើម្បីជួយដោះស្រាយក៏បានដែរ